អ្នកសារព័ត៌មានក៏មកសភាអ៊ីស្គីមកដែរហើយគាត់ក៏បានសួរអ៊ីស្គីផងដែរតែអ៊ីស្គីនឹងមានអារម្មណ៍មិនក្រោយពីដែលតម្លៃខ្លួនរបស់គាត់ឡើងដល់50លានយេនគាត់នឹងមានអារម្មណ៍មិនហើយអ៊ីស្គីក៏បាននិយាយថាគាត់ពិតជារំភើបខ្លាំងដែរដោយសារគាត់គ្រាន់តែជាក្មេងសិស្សសាលាម្នាក់អញ្ចឹងតែឥឡូវគាត់បានបញ្ចេញសមត្ថភាពរបស់គាត់នឹងទៅឲ្យពិភពលោកបានឃើញតែអ្វីដែលគាត់អត់ភ្លេចគាត់ក៏នៅតែអរគុណទៅកាន់ Blue Lock ដែរដែលធ្វើឲ្យជីវិតគាត់នឹងបានផ្លាស់ប្ដូរមកដល់ឥឡូវអ្នកសារព័ត៌មានហ្នឹងក៏សរសើរអ៊ីស្គីមកដែរថាគាត់ជាក្មេងដែលរស់រាយអញ្ចឹងស្រួលធ្វើការជាមួយហើយគាត់ក៏បានសួរទៅអ៊ីស្គីមកដែរថាមានអារម្មណ៍ម៉េចទៅពេលដែលអ្នកខមមិនហ្នឹងប្រៀបធៀបអ៊ីស្គីហ្នឹងថាការលេងរបស់អ៊ីស្គីហ្នឹងប្រៀបបានដូចជា Noah លេងជីវៈគ្នាលេងតម្រង់ដូចគ្នាអីចឹងតែអ៊ីស្គីហ្នឹងមានអារម្មណ៍ម៉េចដែរអ៊ីស្គីគាត់ក៏បានសប្បាយចិត្តផងដែរដែលក្លឹប Bastard Munition ហ្នឹងផ្ដល់ទំនុកចិត្តហ្នឹងមកកាន់គាត់ខ្លាំងបែបនេះជឿជាក់លើគាត់ហើយអ៊ីស្គីគាត់ក៏នៅតែចង់ប្រយុទ្ធដើម្បីខ្លាចជាខ្សែប្រយុទ្ធលេខ1លើពិភពលោកអីចឹងដែរហើយគាត់ចង់យកឈ្នះដោយការសុទ្ធបញ្ចូលបាល់ដោយការរកបាល់បានម្ដងដើម្បីសមជាពាក្យហៅថាអ្នកអាត្មានិយមអីចឹងហើយកិច្ចសម្ភារក៏បានបញ្ចប់អ្នកកាសែតនេះសារព័ត៌មានហ្នឹងក៏អរគុណទៅកាន់អ៊ីស្គីផងដែរតែគាត់ក៏ភ្ញាក់ផ្អើលផងដែរដោយសារគំនិតកីឡាករ Blue Lock មួយគឺថាចង់លេបតបាក់ចង់បំផ្លាញបីវាគ្រប់យ៉ាងដែលនៅចំពោះមុខគេបដ ហើយគាត់ក៏អរគុណទៅកាន់អ៊ីស្គីហើយគាត់នឹងរងចាំមើលថាអ៊ីស្គីទៅមុខទៀតនឹងរីកចម្រើនដល់ពេលណាដល់មិនទៀតអីចឹងអ៊ីស្គីគាត់ក៏អរគុណដូចគ្នាផងដែរថាអ្នកកាសែតអ្នកសារព័ត៌មានហ្នឹងគឺថាចាប់អារម្មណ៍អ៊ីស្គីខ្លាំងមែនទែនក្រោយពីកិច្ចសម្ភាសមួយហ្នឹងក្រោយពីចេញពីបន្ទប់សម្ភាសមកឃើញតែអាចារ្យកំពុងតែនៅក្រៅបន្ទប់ហ្នឹងដើម្បីចាំស្ដាប់ពួកគេនិយាយអីខ្លះគឺថាពួកគេក៏បាននិយាយគ្នាហើយគេក៏បានថាផងដែរថា Blue Lock ឥឡូវគឺផ្ទុះពេញបណ្ដាញsocial media ហ្នឹងហើយថា Naki ហើយនិង Iski គឺថាកំពុងតែពេញនិយម trend ដូចកីឡាករល្អអញ្ចឹងគេផុសប្រងព្រាតគេថាដោយសារតែគេបានចូលលេងហ្នឹងហើយបានជីវិតរបស់គេនឹងផ្លាស់ប្ដូរពេលនោះយើងក៏បានឃើញថា Raichi ក៏បានដល់ចេញពីបន្ទប់ទឹកផងដែរគេពេលនោះគេក៏បានឃើញថាហ្នឹងគេហៅត្រីឆ្លាមហើយនៅលោកសង្ឃនៅនឹងដែរដោយសារហៅលោកសង្ឃអាប៉ែហ្នឹងក៏ខឹងមែនទែនដោយសារហៅវាសង្ឃអញ្ចឹងហើយរ៉ៃឈីក៏បាននិយាយមកដែរថាគាត់គឺជាមនុស្សដែលស្មោះត្រង់ជាងគេតែឥឡូវគឺថាគាត់ហ្នឹងគឺការខកចិត្តជាខ្លាំងមើលទៅមុខគាត់ទៅដឹងហើយខកចិត្តមែនទែនអត់បានលេងអញ្ចឹងបាទរ៉ៃឈីគាត់ក៏បាននិយាយមកដែរថាម្នាក់ដែលនៅធីមសិតម្នាក់ដែលលេងអន់ដូចគ្នាជាមួយគាត់កាលនៅធីមសិតហ្នឹងឥឡូវខ្លាចជាខ្សែប្រយុទ្ធដែលលេចធ្លោខ្សែប្រយុទ្ធឆ្នាំលើពិភពលោកហើយគាត់នឹងបំផ្លាញកាយអ៊ីស្គីឲ្យអ៊ីស្គីមើលទៅហើយគាត់នឹងខ្លាចជាលេខ1អ៊ីស្គីគាត់ក៏បាននិយាយមកដែរថាគាត់ចាំតែមើលតាបំផ្លាញគាត់អីចឹងមកពីនោះប៉ែលោកសង្ឃក៏បានលាអ៊ីស្គីទៅវឹកហាត់ហើយអ៊ីស្គីគាត់ក៏បានសួររកគូយូគីមីយ៉ាផងដែរហើយកូរ៉ូណាគាត់ក៏បានប្រាប់ពីកន្លែងដែលយូគីមីយ៉ានៅហើយពេលនេះយើងក៏បានកាត់មកដល់ឈុតដែលយូគីមីយ៉ាហើយនឹងព្រិនកំពុងតែថតហើយពួកគេកំពុងតែថតផ្សាយអីមួយហ្នឹងថត sport ថតនីយកម្មអីហ្នឹងហើយព្រិនក៏បាននិយាយមកដែរគាត់បានឃើញការលេងរបស់យូគីមីយ៉ាហើយគាត់ចាប់អារម្មណ៍បានហៅមកថតមួយគ្នាយូគីមីយ៉ាគាត់ក៏បានអរគុណទៅព្រិនមកដែរដែលបានហៅគាត់មកធ្វើការហើយគាត់ក៏ enjoy ចូលចិត្តនៅហ្នឹងដែរព្រិនក៏បាននិយាយថាមិនអីទេសារថាការសុទ្ធបញ្ចូលបាល់របស់ឯងក៏អស្ចារ្យផងដែរលយហើយគាត់ក៏បាននិយាយផងដែរបើសិនតែចង់ខ្លាចជាកីឡាករល្អគឺត្រូវតែមានភាពល្បីល្បាញដែរហើយគាត់ក៏អាចធ្វើការជាមួយអ្នកគ្រប់គ្នាឲ្យបានដែរពេលនោះយូគីមីយ៉ាគាត់ក៏បានសួរផងដែរថាអ្នកប្រកាសអត់ថាអត់ចង់យកអ៊ីស្គីមកធ្វើការមួយពេលលុយឈ្មោះអ៊ីស្គីគឺថាព្រិនក៏ខឹងមែនតែបញ្ចេញកំហឹងឲ្យគេឃើញម្ដងហើយគាត់ថាគាត់នឹងមិនបំភ្លេចអ៊ីស្គីមិនលើកលែងតអ៊ីស្គីទេទៅគាត់បាក់មុខហើយគាត់ក៏បានលាយូគីមីយ៉ាហើយក៏បាននិយាយថាជួបគ្នានៅ World Cup ហើយគាត់ក៏ផ្ដាំពាក្យទៅឲ្យគូយូគីមីយ៉ាហ្នឹងប្រាប់អ៊ីស្គីផងថានៅពេល World Cup ហ្នឹងគាត់នឹងជួបគ្នាមួយអ៊ីស្គីហ្នឹងនឹងពិបាកបំពុលអ៊ីស្គីចោលហើយ
ពេលនោះម្លេចអ៊ីកូគាត់ក៏បានចង់ជួបយូគីមីយ៉ាហើយក៏បានហៅទៅបន្ទប់ដើម្បីនិយាយគ្នាក្រោយពីយូគីមីយ៉ាចូលទៅដល់គេថាអ៊ីកូគាត់ក៏បានសួរអំពីរឿងនៃភ្នែករបស់យូគីមីយ៉ាហ្នឹងថាភ្នែករបស់គាត់មានបញ្ហាអីចឹងហើយអ្វីគាត់ហ្នឹងអត់ប្រាប់អ៊ីកូប្រាប់អីគាត់ក៏បានសួរផងដែរតើអ្នកឯងហ្នឹងលាក់បាំងអាហ្នឹងប្រហែលយូរពេលណាមកហើយពេលនោះយូគីមីយ៉ាគាត់ក៏បានសុំទោសផងដែរគាត់អត់ចង់ឲ្យណាម្នាក់ហ្នឹងមានអារម្មណ៍ថាអាណិតគាត់ឬក៏នៅអ៊ីកូគាត់ក៏បាននិយាយផងដែរថានិយាយមកវាមិនអីទេនិយាយបានដោយបើកចំហដោយសារពេលកំពុងនិយាយហ្នឹងគាត់អត់បាន record ទុកគាត់បានថតអីទេហើយគាត់ក៏បានអរគុណហើយក៏បានសុំទោសផងដែរដែលគាត់អត់បានប្រាប់មូលហេតុហ្នឹងលឿនជាងនេះតែអ៊ីកូគាត់ក៏បានថារឿងហ្នឹងគាត់ដឹងតាំងពីយូរដឹងយ៉ាងពីតែចូលលេងនៅ Blue Lock អីចឹងតែគាត់អត់តន់លើកយកមកនិយាយចាំដល់ពេលឥឡូវចាគាត់គិតថាវាមិនអីដែរហើយកូគាត់ក៏បាននិយាយផងដែរថាគាត់បានផ្ញើព័ត៌មានពីបញ្ហារបស់យូគីមីយ៉ាហ្នឹងទៅឲ្យក្លឹបដែលចាប់អារម្មណ៍យូគីមីយ៉ាហ្នឹងហើយសារតែគាត់បានផ្ដល់ព័ត៌មានពីបញ្ហាពីអីរបស់នេះរបស់យូគីមីយ៉ាហើយខាងក្លឹបគេក៏បានតបសារមកវិញផងដែរតែគេគឺរីករាយនឹងជួយព្យាបាលជំងឺហ្នឹងដោយគេនឹងរ៉ាប់រងចេញលុយព្យាបាលអីទាំងអស់គេស្ម័គ្រចិត្តដោយសារតែគេមើលឃើញពីសមត្ថភាពយូគីមីយ៉ាហើយអ្វីដែលគេចង់បានគឺគ្រាន់តែឲ្យគូយូគីមីយ៉ាហ្នឹងទៅលេងឲ្យក្លឹបរបស់គេហ្នឹងជាអ្វីដែលពួកគេចង់បានគឺត្រូវការថាយូគីមីយ៉ាហ្នឹងទៅលេងឲ្យក្លឹបរបស់គេប៉ុណ្ណឹងហើយក៏បានថាយូគីមីយ៉ាហ្នឹងសំណាងហើយគាត់អាចមានឱកាសឲ្យធ្វើភ្នែករបស់គាត់ហ្នឹងជាបានអីចឹងហើយគាត់ក៏បានសួរទៅយូគីមីយ៉ាផងដែរថាតើយូគីមីយ៉ាហ្នឹងព្រមទទួលសំណើរបស់ពួកគេអត់ក្លឹបហ្នឹងអត់ហើយពេលនោះយូគីមីយ៉ាគាត់ក៏បាននិយាយផងដែរថាតើអាចប្រាប់ពួកគេបានទេឲ្យពួកគេនឹងចាំរហូតដល់គាត់អាចសម្រេចចិត្តចុងក្រោយបានរងចាំគាត់ការសម្រេចចិត្តរបស់គាត់ហើយគាត់ក៏អរគុណដែលក្លឹបនឹងចាប់អារម្មណ៍ហើយផ្ដល់ជម្រើសឲ្យគាត់ល្អអញ្ចឹងតែគាត់នឹងអត់ជ្រើសរើសវាដោយស្ទាក់ស្ទើរអីចឹងក៏សុំពេលគាត់ឲ្យច្បាស់ហើយគាត់ក៏អត់តន់ទទួលវាតែវាអានេះវាជាជម្រើសមួយដែលបើសិនតែគាត់ទទួលគឺធ្វើឲ្យគាត់នឹងលេចធ្លោធ្វើឲ្យគាត់នឹងកើតជា super star តារាលេចធ្លោតែគាត់នៅតែចាំពេលដែល e-ski ហ្នឹងបានផ្ដល់ឱកាសមួយឲ្យគាត់អញ្ចឹងបើសិនតែគាត់ទទួលវាឥឡូវហ្នឹងប្រៀបដូចជាគាត់ហ្នឹងខ្សែលើអ្នកដតីវាខុសឆ្ងាយពីអ្វីដែលភាពអាត្មានិយមដែលគាត់ចង់រីកចម្រើនហើយគាត់ក៏ចង់ឲ្យពួកគេហ្នឹងចាំរហូតដល់ការប្រកួតលីកនេះត្រូវបានបញ្ចប់អ៊ីកូជីមបាឈីក៏បាននិយាយផងដែរតែអញ្ចឹងគាត់នឹងប្រាប់ឲ្យពួកគេបានដឹងរឿងនេះហើយគាត់ក៏បាននិយាយប្រាប់ផងដែរថាវាអត់មែនថាទំនាក់ទំនងនឹងឬការដែលគេចង់បាននឹងវាស្ថិតស្ថេររហូតទេអញ្ចឹងបើយូគីមីយ៉ាសម្រេចចិត្តឥឡូវហើយគាត់ក៏ធ្វើតាមនឹងគាត់អត់បង្ខំអីដែរយូគីមីយ៉ាគាត់ក៏និយាយផងដែរគាត់គឺយល់ហើយគាត់មិនណាសុំអីទៀតទេហើយគាត់នឹងផ្លាស់ប្ដូរវាសនារបស់គាត់យកវាសនារបស់គាត់ជាមួយនឹងដៃរបស់គាត់ដោយផ្ទាល់ហើយយើងក៏បានកាត់មកដល់អតីតកាលរបស់ Hiri កាលពីគាត់នៅពីក្មេងដោយឪរបស់គាត់ហ្នឹងជាអតីតគេកីឡាករជម្រើសជាតិជប៉ុនយូដូមិនទេបានមេដាយប្រាក់ហើយបើម្ដាយរបស់គាត់វិញជាកីឡាករចំណាត់ថ្នាក់លេខ2ផ្នែកលោតកម្ពស់អីចឹងដោយសារតែពួកគាត់ទាំងពីរហ្នឹងគឺថាទទួលបានចំណាត់ថ្នាក់លេខ2ទាំង2នាក់អញ្ចឹងពួកគាត់ក៏សម្រេចចិត្តយកគ្នាដើម្បីបង្កើតកូនមកដែលយកលេខ1យក champion ណាអញ្ចឹងគាត់ចង់បានកូនដែលមានសែនល្អហើយពេលហ្នឹងហើយក៏ជាជោគវាសនាដែល Harry បានកើតមកចេះតែមានហ្មងហើយយើងលេខមកលេខ2យកកូនសែននេះគ្នាមកដើម្បីយក champion ហើយគេថាជីវិតរបស់គេកាលពីក្មេងហ្នឹងគេថាម៉ែឪហ្នឹងបំពន់រហូតនេះគិតថាពីឲ្យញ៉ាំប្រូតេអ៊ីនឬក៏វឹកហាត់អីចឹងម៉ែឪឃើញចឹងរហូតគេថាពួកគេចង់ឲ្យ Harry ហ្នឹងខ្លាចជាខ្សែប្រយុទ្ធលេខ1ខ្លាចជាអ្នកដែលលេខ1នៅការប្រកួតការលេងបាល់ទាត់ដោយសារបាល់ទាត់ពេលហ្នឹងគឺវាថាល្បីជាងគេអីចឹងគាត់ចង់ឲ្យកូនរបស់គាត់ហ្នឹងខ្លាចជាកីឡាករលេខ1ល្អហ
ហើយពុកម្ដាយរបស់គេក៏តែងតែយកគេនឹងទៅហ្វឹកហាត់ក្នុងការប្រកួតលេងបាល់ទាត់អីជាដើមតែជាការពិតហ្នឹងHarryពីក្មេងហ្នឹងគាត់គឺចង់ចំណាយពេលចង់លេងជាមួយមិត្តភ័ក្តិអីរបស់ពួកគាត់ផងដែរប៉ុន្តែគឺថាម៉ាក់ប៉ារបស់គាត់ហ្នឹងតែងតែចង់ឲ្យគាត់ហ្នឹងលេងបាល់ទាត់នៅពេលដែលឃើញគាត់លេងបាល់ទាត់ម៉ាក់ប៉ារបស់គាត់តែងតែសប្បាយចិត្តដូចបិទសិតកូនពេកណាចង់ឲ្យកូនល្អខ្សែប្រយុទ្ធលេខ1តែគ្នាក្មេងហ្នឹងដឹងក្មេងគឺចង់លេងចង់សប្បាយអីដែរដោយសារឃើញម៉ែឪរបស់គាត់សប្បាយចិត្តពេលឃើញគាត់លេងបាល់ឃើញអីគាត់គិតថាម៉ាក់ប៉ារបស់គាត់ហ្នឹងស្រឡាញ់គាត់ដែរតែពេលយប់មួយគាត់ក៏បានឮសំឡេងខ្លាំងធ្វើឲ្យគាត់ហ្នឹងភ្ញាក់ពីដេកតែពួកគេទាំងពីរនាក់ហ្នឹងឆ្លោះគ្នារឿងកូនរបស់គាត់ហ្នឹងអត់ល្អគ្រប់គ្រាន់អីចឹងឆ្លោះគ្នាបកែកគ្នាថាមួយហ្នឹងពឹកហាត់បានមួយហ្នឹងមុន take care ឲ្យ protein អីញ៉ាំឲ្យត្រឹមត្រូវចឹងហើយបើសិនតែនៅតែអញ្ចឹងទៀតកូនគាត់ច្បាស់ជាអត់ទីចម្រើនហើយអត់បានដូចអ្វីដែលគាត់ចង់បានហើយយើងឃើញថា Harry កាលគាត់នៅក្មេងគាត់ក៏បានឈរមើលពុកម្ដាយរបស់គាត់នឹងឆ្លោះគ្នាដោយសារតែគាត់អត់ល្អអីហើយពុកម្ដាយរបស់គាត់ក៏បាននិយាយផងដែរថាសិនតែ Harry នឹងមិនអាចខ្លាចជាលេខ1ទេពួកគេទាំងពីរនាក់នឹងលេងលះគ្នាពេលនោះធ្វើ Harry នឹងគឺគាត់ឆ្លាងកាំងជាខ្លាំងហើយគាត់ក៏បានកលាច់ជើងធ្លាក់ពីលើកាមីតាធ្វើឲ្យម៉ែឪរបស់គាត់នឹងគឺភ្ញាក់ខ្លួននឹងតកូននឹងកំពុងឲ្យចូលស្ដាប់ក្រោយឮសំឡេងកូនធ្លាក់ហើយពួកគេទាំងពីរក៏បាននាំគ្នារត់ទៅមើលពេលនោះ Harry គាត់ក៏បានសួរទៅម៉ែឪរបស់គាត់ថាម៉ែឪរបស់គាត់នឹងចង់លេងលះគ្នាមែនហើយវាគឺជាកំហុសរបស់ខ្ញុំមែនដែលធ្វើឲ្យម៉ែឪនឹងចង់លេងលះគ្នាធ្វើម៉ែឪរបស់គាត់ក៏ស្រឡាងកាំងតែមិនស្រឡាងកាំងរឿងអីស្រឡាងកាំងដោយសារឃើញជើងមកកូននឹងដាច់ពេលនោះពួកគេក៏បានចុះនាំកូននឹងទៅប្រទីពេទ្យហើយរបស់គាត់ក៏បានសួរថាតើ Harry នឹងអាចកម្រើកជើងបានអត់មានអារម្មណ៍ពីជើងនឹងអត់ឃើញតែពួកគេទាំងពីរគឺភ័យជាខ្លាំងដោយសារកូននឹងរបួសជើងចឹងមករបួសជើងមិនចាប់លេងបាល់លេងអារកានទៀតកាន់តែស្ពៃហើយពេលនោះ Harry ក៏គាត់បានចាប់អារម្មណ៍មកដែរថាម៉ែឪរបស់គាត់នឹងអត់បានមើលមកកាន់គាត់ទេពួកគេគឺមើលមកកាន់ជើងគាត់ណាអត់ខ្វល់ពីគាត់ប៉ុន្តែពួកគេគឺខ្វល់ពីសមត្ថភាព talent របស់គាត់ទៅវិញទោះបីគាត់ដឹងអញ្ចឹងក៏ដោយប៉ុន្តែគាត់នៅតែលេងបាល់ធម្មតាទោះបីដឹងម៉ែឪរបស់គាត់មិនសូវស្រឡាញ់គាត់ក៏ពិតមែនដោយសារនៅពេលដែលគាត់លេងបាល់នៅពេលដែលគាត់ចូលលេងបាល់គឺអាចធ្វើឲ្យពុកម្ដាយរបស់គាត់នៅជាមួយគ្នាអត់លេងលះគ្នាអញ្ចឹងគាត់សុខចិត្តនៅលេងបាល់ដើម្បីឲ្យម៉ែឪរបស់គាត់មានទំនាក់ទំនងគ្នាបន្តទៀតហើយថ្ងៃណាមួយគាត់នឹងខ្លាចជាខ្សែប្រយុទ្ធលេខ1ដើម្បីឲ្យម៉ែឪរបស់គាត់នឹងសប្បាយចិត្តតែអ្វីជារាល់ថ្ងៃហ្នឹងគាត់នៅតែមិនទាន់ដឹងពីគោលដៅជីវិតរបស់គាត់ហ្នឹងតែគាត់ទៅធ្វើអីសាបសិនតអត់លេងបាល់អ្វីដែលគាត់ចូលចិត្តលេងគឺថាមានតែលេងហ្គេមលេងអីប៉ុណ្ណឹងឯងហើយឃើញថាការនៅវិទ្យាល័យលេងបាល់ហ្នឹង Harry ក៏ធ្លាប់បានលេងជាមួយនឹងការ៉ាត់ស៊ូផងដែរហើយពួកគេក៏បាននិយាយស្វាគមន៍គ្នាលេងទួចការ៉ាត់ស៊ូក៏បានថា Harry ហ្នឹងលេងល្អអីចឹងហើយការ៉ាត់ស៊ូគាត់រៀនលើ Harry មួយឆ្នាំតែគាត់ក៏បានប្រាប់ថាគាត់ក៏លេងឲ្យសាលាគេ Bambi Osaka យុទ្ធនឹងផងដែរហើយគាត់ថែមទាំងសរសើរទៅ Harry ហ្នឹងថាអ្នកមានទេពកោសល្យអីចឹងហើយទេពកោសល្យរបស់ Harry ហ្នឹងគឺគាត់ខាងគ្រប់គ្រងបាល់បានល្អដោយសារគាត់មាន IQ ខ្ពស់តែនៅពេលប្រកួតចុងក្រោយហ្នឹងតង់ទី3ចុងក្រោយហ្នឹងគឺថា Harry ហ្នឹងបញ្ជូនបាល់ហ្នឹងអត់សូវល្អហើយការ៉ាស៊ូក៏បានសួរបញ្ជាក់ទៅ Harry ផងដែរថា Harry ហ្នឹងអត់ស្រឡាញ់បាល់ទាត់ពេទ្យប្រកាសមិនមែនបានអញ្ចឹងដោយសារគាត់អាចមើលដឹងហើយ Harry គាត់ក៏បានថាហ្នឹងហើយនិយាយត្រូវហើយគាត់ក៏សរសើរទៅការ៉ាស៊ូផងដែរថាការលេងហ្នឹងគឺល្អហើយខាងពួកគេក៏បាននិយាយគ្នាបន្តិចបន្តួចថែមទៀតពីរឿងបាល់ទាត់ហ្នឹងមកដែរហើយ Harry គាត់ក៏បាននិយាយមកដែរថាជីវិតគាត់ហ្នឹងម៉ែឪគាត់ហ្នឹងរំពឹងមកកាន់គាត់ទាំងស្រុងបណ្ដោយគាត់នឹងពិតជាថាទៅមិនស្រឡាញ់បាល់ទាត់នឹងផងដូចអញ្ចឹងតែការដែលស៊ូក៏បានថាបាញ់និយាយអីទៀតទេសូមតែផ្ដោតអារម្មណ៍លើខ្លួនឯងហើយនឹងជឿជាក់លើខ្លួនឯងទៅហើយក៏ចង់ឲ្យ Harry នឹងស្វែងរកអ្វីដែលធ្វើឲ្យ Harry នឹងពុក control ចង់លេងចង់អី
ពេលនោះហើយនេះគាត់ក៏បានចាំសម្ដីការស៊ូដែលគាត់នឹងជឿជាក់លើខ្លួនឯងហើយគាត់ក៏នៅមិនប្រកាសថាគាត់នឹងចង់លេងបាល់ទាត់នឹងឬអត់ផងតែបើសិនតាអត់មានម៉ាក់ប៉ារបស់គាត់នៅឆាំមើលគាត់នៅអីតែជីវិតរបស់គាត់នឹងគាត់ចង់ធ្វើអីឲ្យពិតប្រាកដនៅក្នុងជីវិតនឹងគាត់អត់សពេចសពិលគាត់អត់ច្បាស់តែខ្លួនឯងនឹងចង់អីឲ្យប្រកបដែរណាវិសាជីវិតគាត់ពីក្មេងមកគឺម៉ែរៀបចំមកអញ្ចឹងហើយអញ្ចឹងបាក់ដែរគាត់អត់មានក្តីសម័យអីផ្សេងហើយពីនោះនៅពេលដែលគាត់កំពុងលេងហ្គេមគឺថាម៉ាក់ប៉ារបស់គាត់នឹងបានយកសារដែលគេផ្ញើមកឲ្យ Harry ចូលទៅ Blue Lock ហ្នឹងឯងគេថាម៉ាក់ប៉ារបស់គាត់គឺសប្បាយចិត្តមែនតើតែ Harry គាត់មិនចង់ឲ្យម៉ាក់ប៉ារបស់គាត់នឹងជឿជាក់មកកាន់គាត់ហើយចំពឹងខ្ពស់មកកាន់គាត់ម្ដងទៀតទេ Harry គាត់ក៏បានសម្រេចចិត្តទៅ Blue Lock ដែរដោយសារគាត់ធុញទ្រាំគាត់អត់សូវចង់នៅផ្ទះនឹងប៉ុន្មានដែរអញ្ចឹងគាត់សម្រេចចិត្តទៅកាន់ Blue Lock ដោយសារគាត់ប្រហែលជាអត់សូវចូលចិត្តម៉ែគាត់ទេដឹងដោយសារគាត់ក៏និយាយដែរតែគាត់អត់ចង់នៅផ្ទះនឹងបន្តទៀតទេពេលដែលគាត់កំពុងតែអង្គុយគិតពីអតីតកាលរបស់គាត់សុក Iski ក៏បានមកហៅគាត់ឲ្យទៅជួយលេងមួយ Iski ជួយអនុវត្តលេងជាមួយគ្នាសេចក្ដីយើងក៏បញ្ចប់ត្រឹមហ្នឹងយើងចាំតនៅភាគក្រោយទៀតអញ្ចឹងមិនចង់សួរថាប្រជុំហ្នឹងគ្នាយើងបានទៅប្រហែលវត្តហើយបាទនេះសូមខមមិននៅខាងក្រោមប្រាក់មានផងថាណាបានទៅវត្តខ្លះណាអត់ខ្លះចាមានតែប៉ុណ្ណឹងជូនពរអ្នកគ្នាសម្រាប់ល្អក្រោយពីប្រជុំបិណ្ឌធ្វើដំណើរទៅធ្វើការទៅក្រុងវិញដោយសុវត្ថិភាពទាំងអស់គ្នាជម្រាបលាបាយបាយ